ប្រទេសថៃគ្រងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីនាយករដ្ឋមន្ត្រីលោកអនុทิនឆាន់វីរៈកុលទទួលការយល់ព្រមពីព្រះមហាក្សត្រដើម្បីរំលាយសភាកាលពីសប្តាហ៍មុនតាមច្បាប់ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេលពី45ទៅ60ថ្ងៃបន្ទាប់ពីសភាត្រូវបានរំលាយបើតាមការស្ទង់មតិរបស់វិទ្យាស្ថានអភិវឌ្ឍជាតិនៅខែធ្នូនេះបានឲ្យដឹងថាមុនការបោះឆ្នោតមកដល់ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃអនុทิនច័ន្ទវីរៈកុលបានស្រុតចោះជាកំហុកដោយបានចាញ់ប្រជាប្រិយភាពរបស់មេដឹកនាំបកប្រឆាំងលោកណាតភុងទៅទៀតការស្ទង់មតិបង្ហាញថាលោកអនុทิនទទួលបានសម្លេងគាំទ្រឈ្នះឆ្នោតចំនួនត្រឹមតែ20.44%ប៉ុណ្ណោះខណៈដែលលោកណាតភុងមានសម្លេងគាំទ្ររហូតដល់ទៅ22.8%ឯណោះសារព័ត៌មាន Straits Times រាយការណ៍ថាការធ្លាក់ចុះប្រជាប្រិយភាពនេះគឺដោយសារតែលោកអនុทิនអសមត្ថភាពឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញបំផុតដែលបានវាយប្រហារភាគខាងត្បូងប្រទេសថៃមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ថែមពីលើនេះនៅក្នុងចំនួនព្រំដែនជាមួយកម្ពុជាក៏បានទាញទម្លាក់ប្រជាប្រិយភាពរបស់លោកអនុทิនផងដែរដោយសារតែសកម្មភាពមិនទទួលយកបទជបាញ់ដែលមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិកលោក Donald Trump នេះបើតាម Straits Times ដដែល